អ្នកជំនាញអំពាវនាវឲ្យមានសន្តិភាពតាមព្រំដែនដោយផ្អែកលើកាលពិតមន្ត្រីនិងអ្នកជំនាញអំពាវនាវឲ្យដោះស្រាយបញ្ហាព្រំដែនឲ្យបានយូរអង្វែងខណៈតំណាងទូតអន្តរជាតិចុះទៅពិនិត្យតំបន់វិវាទក្នុងខេត្តពោធិ៍សាត់កម្ពុជាបានបញ្ជាក់ឡើងវិញពីការបដិញ្ញាចិត្តក្នុងការដោះស្រាយភាពតានតឹងព្រំដែនជាមួយប្រទេសថៃតាមវិធីសន្តិភាពនិងផ្លូវច្បាប់ខណៈមន្ត្រីជាន់ខ្ពស់និងអ្នកជំនាញបានលើកឡើងថាសន្តិភាពយូរអង្វែងត្រូវតែផ្អែកលើការពិតការទទួលខុសត្រូវនិងការគោរពអធិបតេយ្យភាពជាតិឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកប្រាក់សុខុនកាលពីថ្ងៃศุក្របានដឹកនាំគណៈតំណាងទូតបរទេសពីជាង20ប្រទេសព្រមទាំងតំណាងអង្គភាពសហរដ្ឋអាមេរិកមកទស្សនាតំបន់ព្រំដែនថ្មដាក្នុងខេត្តពោធិ៍សាត់តំបន់នេះនៅតែមានការកាន់កាប់មួយផ្នែកដោយកងកម្លាំងថៃបន្ទាប់ពីការវាយប្រហារយោធាកាលពីខែធ្នូឆ្នាំមុនថ្លែងនៅជំរំជនភៀសខ្លួនក្នុងឃុំ6កាលពីថ្ងៃទី27ខែមីនាលោកប្រាក់សុខុនបានបញ្ជាក់ថាកម្ពុជាចង់រក្សាទំនាក់ទំនងសន្តិភាពជាមួយប្រទេសជិតខាងប៉ុន្តែបានទទួលស្គាល់ថាការចរចាជាមួយប្រទេសដែលអធិរាជលើកម្លាំងយោធាជាងការទូតគឺជាបញ្ហាប្រឈមមួយលោកបានឲ្យដឹងថាកងកម្លាំងថៃបានកាន់កាប់តំបន់វិវាទដោយដាក់កុងតេន័រនិងលក់បន្លាដើម្បីរារាំងការចូលទៅកាន់តំបន់និងបានដាក់ទង់ជាតិរបស់ខ្លួនលើដីកម្ពុជាដែលលោកពិពណ៌នាថាជារឿងគួរឲ្យខកចិត្តយ៉ាងខ្លាំងលោកបានមានប្រសាសន៍ថាមានតែផ្លូវតែមួយគត់គឺការទូតយើងត្រូវតែចរចាដើម្បីឲ្យសហគមន៍អន្តរជាតិអាចទទួលស្គាល់ការពិតនិងកំណត់ថានរណាជាអ្នកឈ្លានពានដំណើរទស្សនកិច្ចនេះកើតឡើងក្នុងពេលដែលនៅតែមានការព្រួយបារម្ភអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌តាមក្រសួងមហាផ្ទៃបានឲ្យដឹងថាចាប់តាំងពីមានបទឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025មកមានប្រជាពលរដ្ឋជាង610,000នាក់ឬប្រមាណ 94% បានត្រឡប់ទៅលំនៅឋានវិញទោះយ៉ាងណាប្រជាពលរដ្ឋជាង 39,000 នាក់ក្នុងនោះមានស្ត្រីនិងកុមារនៅតែបន្តរស់នៅក្នុងស្ថានភាពជួនភៀសខ្លួនសេវាសាធារណៈនៅតាមខេត្តព្រំដែនមួយចំនួនដូចជាឧត្តរមានជ័យបន្ទាយមានជ័យនិងព្រះវិហារក៏នៅតែរងការរំខានផងដែរលោកគិនភៀអគ្គនាយកវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានស្វាគមន៍សារគាំទ្រសន្តិភាពពីអ្នកសារព័ត៌មានថៃដ៏ល្បីលោកប្រវិតរចនាភរុកខណៈលោកបានបញ្ជាក់ថាសន្តិភាពត្រូវតែផ្អែកលើការពិតលោកគិនភៀបាននិយាយថាលោកមានអារម្មណ៍រីករាយដែលបានឃើញសម្លេងមួយចំនួននៅទីក្រុងបាងកកអំពាវនាវឲ្យដើរតាមផ្លូវសន្តិភាពប៉ុន្តែបានសង្កត់ធ្ងន់ថាប្រវត្តិសាស្ត្រនៃការឈ្លានពាននៅតែមានឥទ្ធិពលលើទស្សនៈរបស់ប្រជាជនកម្ពុជាលោកបានបន្ថែមថាដើម្បីឲ្យសន្តិភាពយូរអង្វែងអាចកើតមានបានយើងត្រូវទទួលស្គាល់ការឈឺចាប់និងទុក្ខលំបាកយ៉ាងជ្រៅជ្រៅដែលនៅស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនជាច្រើនលោកបានលើកឡើងថាការឈ្លានពានយោធាកាលពីអតីតកាលបានបន្សល់ផលប៉ះពាល់យូរអង្វែងបំផ្លាញជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនជាច្រើនលោកបានបញ្ជាក់ថាគ្រួសារខ្មែរជាច្រើននៅតែមានអារម្មណ៍រងទុក្ខព្រោះបានឃើញផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគេបានបំផ្លាញដុតឬលួចយកទៅនេះមិនមែនជាតួលេខធម្មតាទេប៉ុន្តែជាជីវភាពដែលបាត់បង់របស់ប្រជាជនស្លូតត្រង់លោកបានបញ្ជាក់ឡើងវិញថាកម្ពុជាចង់រស់នៅជាមួយប្រទេសជិតខាងដោយសន្តិភាពនិងការទូតនឹងច្បាប់អន្តរជាតិគួរតែជាមូលដ្ឋានសម្រាប់ទំនាក់ទំនងទ្វេភាគីលោកសង្កត់ធ្ងន់ថាកាំភ្លើងនិងកម្លាំងយោធាមិនអាចកំណត់ព្រំដែនឡើងវិញឡើយនិងបានអំពាវនាវឲ្យមានភាពច្បាស់លាស់ក្នុងច្បាប់ដោយសន្តិភាពត្រូវតែផ្អែកលើអនុសញ្ញាសន្ធិសញ្ញានិងផែនទីដែលទទួលស្គាល់អន្តរជាតិការលើកឡើងរបស់លោកគិនភៀកើតឡើងក្រោយពីលោកប្រវិតបានបង្ហោះមិនសារនៅលើបណ្ដាញសង្គមដោយគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្រាប់សន្តិភាពនិងយាងទៅកាន់ការបាតកម្មប្រឆាំងសង្គ្រាមនៅទីក្រុងបាងកកលោកបានពិពណ៌នាសៀវភៅតូចមួយកំបាល់ដែលផ្សព្វផ្សាយសន្តិភាពថាជាការងារដែលកើតពីក្តីស្រឡាញ់លោកគិនភៀបានស្វាគមន៍គំនិតនេះប៉ុន្តែបញ្ជាក់ថាការព្យាស្រាត្រូវតែផ្អែកលើមូលដ្ឋានរឹងមាំនៃការគោរពអធិបតេយ្យភាពនៃគ្នាទៅវិញទៅមកអាជ្ញាធរកម្ពុជាក៏បានបន្តអំពាវនាវឲ្យប្រទេសថៃចាប់ផ្ដើមដំណើរការកំណត់ព្រំដែនឡើងវិញតាមរយៈគណៈកម្មការព្រំដែនរួមស្របតាមក្របខ័ណ្ឌច្បាប់អន្តរជាតិជាមួយគ្នានោះក្រសួងមហាផ្ទៃក៏បានថ្លែងអំណរគុណ
ដល់អ្នកសង្កេតអន្តរជាតិពិសេសក្រុមអ្នកសង្កេតអាស៊ានដែលបានតាមដានស្ថានភាពនៅតំបន់ព្រំដែន។